อมคือเขมรខ្មែរគឺខមហើយខ្មែរគឺជាជនជាតិដែលមានបញ្ញាញាណខ្ពង់ខ្ពស់ចេះឆ្លាក់ថ្មនិងកសាងប្រាសាទបុរាណនេះគឺជាការអះអាងនិងទទួលស្គាល់សារជាថ្មីរបស់អ្នកប្រវត្តិវិទូជនជាតិថៃដែលមិនងប់ងល់និងជាតិនិយមជ្រុលសាស្ត្រាចារ្យសំរិទ្ធលឺឆៃអ្នកជំនាញប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍បាននិយាយដោយមិនខ្លាចជនជាតិថៃខ្លួនឯងខឹងស្អប់និងប្រមាថក្បត់ជាតិដោយហ៊ានអះអាងក្នុងបទសម្ភាសន៍កម្មវិធី Back to Basic របស់ប៉ុស្តិ៍ថៃ PBS ថាខមគឺខ្មែរហើយគ្មានភ័ស្តុតាងណាអាចបញ្ជាក់ថាថៃគឺជាខមនោះឡើយខ្ញុំសូមប្រែសម្រួលខ្លឹមសារដោយដកស្រង់តែចំណុចត្រង់នេះមកជម្រាបជូនដូចតទៅវាគ្មិនសំរិទ្ធលឺឆៃបានលើកឡើងថាអ្នកវិភាគនិងសិក្សាស្រាវជ្រាវក្នុងប្រទេសដែលជាអ្នកជំនាញខាងប្រវត្តិសាស្ត្រនិងភាសាដូចជាលោកគ្រូសន្តិភក្តីខំដែលជាសមាជិកនៃរាជបណ្ឌិតសភានិងលោកគ្រូកាំងវុនខាត់ឈីម៉ាដែលជាអ្នកជំនាញអានសិលាចារឹកដ៏ឆ្នើមបំផុតរបស់ថៃអ្នកទាំងពីរបានបញ្ជាក់ថាខមគឺខ្មែរសូម្បីតែលោកជិតភូមិសាក់ក៏បាននិយាយថាខមគឺខ្មែរដែរខ្ញុំជឿលើអ្នកទាំងនេះអ្នកសម្របសម្រួលបានសួរទៅកាន់លោកបន្តទៀតថាចុះមានជំនឿឬភ័ស្តុតាងណាខ្លះដែលចិត្តគៀកបំផុតដែលអាចឲ្យយើងយល់ថាខមគឺជាជនជាតិថៃតើលោកគ្រូធ្លាប់រកឃើញឬអានជួបដែរទេសាស្ត្រាចារ្យសំរិទ្ធលឺឆៃបានឆ្លើយតបវិញថាមកពីខ្ញុំមិនជឿទៅរកមិនឃើញខ្ញុំមិនដែលគិតថាខ្លួនឯងអាចហោះបានឡើយដូច្នេះខ្ញុំក៏មិនព្យាយាមហោះដែរហើយខ្ញុំក៏មិនជឿថាខមគឺជាជនជាតិថៃដែរខ្ញុំមិនបានចំណាយពេលជាមួយរឿងដែលអត់ប្រយោជន៍នោះទេពួកខមសំដៅលើជនជាតិខ្មែរពួកគេមានអរិយធម៌ខ្ពង់ខ្ពស់ណាស់គេចេះឆ្លាក់ថ្មអ្នកត្រូវតែទៅមើលអង្គរវត្តអង្គរធំអ្នកត្រូវតែទៅមើលប្រាសាទលើភ្នំដូចជាប្រាសាទព្រះវិហារឬក៏ទៅវត្តភូនៅប្រទេសឡាវចម្ប៉ាសាក់ឬទៅកន្លែងណាក៏បានខ្ញុំធ្លាប់បានធ្វើដំណើរទៅមើលប្រាសាទថ្មទាំងនោះវាអស្ចារ្យណាស់ភាពអស្ចារ្យរបស់គេគឺបញ្ញាញាណដ៏ខ្ពង់ខ្ពស់ក្នុងការកសាងមហានគរនិងប្រាសាទថ្មជនជាតិថៃយើងមិនមានបញ្ញាញាណដល់កម្រិតនោះទេខ្ញុំធ្លាប់និយាយថាអ្វីដែលជនជាតិថៃឆ្លាក់ថ្មបានធំបំផុតគឺត្បាល់ថ្មនៅអង្គសិលាតែថ្មីៗនេះមិត្តភ័ក្តិខ្ញុំនៅតំបន់អង្គសិលាបានប្រាប់ថាលោកគ្រូអ្នកដែលធ្វើត្បាល់ថ្មទាំងនោះមិនមែនថៃទេគឺចិនសរុបមកជនជាតិថៃយើងបើកាត់ថ្មបានគឺប្រហែលបានត្រឹមតែថ្មសំលៀងកំបិតប៉ុណ្ណោះនេះមិនមែនជាការមើលងាយទេប៉ុន្តែវាគឺជាការពិតប្រកបណាស់បច្ចុប្បន្នយើងប្រហែលជាធំធេងប្រទេសថៃយើងធំជាងកម្ពុជាធំជាងខ្មែរប៉ុន្តែនេះគឺជារឿងបច្ចុប្បន្នស្រុកតែយើងរីកចម្រើនជាងជឿនលឿនជាងនេះគឺរឿងបច្ចុប្បន្នប៉ុន្តែក្នុងអតីតកាលគេធំជាងយើងរីកចម្រើនឡើងកសាងអាណាចក្រដ៏ធំធេងមកបានក៏ដោយសារយើងផ្អែកលើអរិយធម៌ពីរផ្នែកខាងលិចគឺមននិងខាងកើតគឺខមខ្មែរនេះឯងទើបយើងអាចកសាងអាណាចក្រអយុធ្យាឲ្យរុងរឿងបានយើងមិនត្រូវភ្លេចរឿងនេះទេព្រោះយើងមិនមានសមត្ថភាពឬបញ្ញាញាណក្នុងការកសាងប្រាសាទថ្មឡើយដោយសារយើងមិនដែលចេះដឹងនៅវិជ្ជាទាំងនេះពីមុនមកទេនេះគឺជាអ្វីដែលលោកសាស្ត្រាចារ្យសំរិទ្ធលឺឆៃបាននិយាយបកស្រាយនៅក្នុងកម្មវិធី Back to Basic របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ថៃ PBS នាងខ្ញុំនីកាសូមអរគុណ